បងមកមើលការលាងសម្អាតម៉ាស៊ីនត្រជាក់របស់ជាងរុនបាទម៉ាស៊ីនត្រជាក់នេះគឺភ្ញៀវគាត់ហៅទៅលាងលើកទី1គាត់អត់ដែលស្គាល់ខ្ញុំទេបាទហើយគាត់បានបញ្ជាក់មកខ្ញុំថាម៉ាស៊ីនត្រជាក់ហ្នឹងទើបលាងបាន2អាទិត្យហើយបើទៅវាអត់ត្រជាក់ហើយក៏គាត់ចាក់ទងទៅជាងចាស់ហ្នឹងឲ្យមកមើលវិញតែជាងអត់មកមើលទេបាទហើយក៏គាត់ហៅខ្ញុំតែម្ដងបាទអញ្ចឹងយើងមើលទាំងអស់គ្នាការលាងសម្អាតម៉ាស៊ីនត្រជាក់ក្នុងរយៈពេល2អាទិត្យហេតុអ្វីបានម៉ាស៊ីនត្រជាក់នៅប្រឡាក់ច្រើនមែនទែនបាទដោយសកម្មភាពខ្ញុំកំពុងតែដោះបង្ហាញអញ្ចឹងបាទហើយម្យ៉ាងមួយទៀតការលាងសម្អាតម៉ាស៊ីនត្រជាក់យើងគួរតែបំបែកថាសទឹកហើយនិងដុំកង្ហារបាទកាលណាតែយើងបំបែកថាសទឹកដុំកង្ហារគឺយើងលាងបន្តបានដល់ខាងក្នុងបងឃើញហ្នឹងមកប្រឡោះស្អាតមកប្រឡោះទៀតអត់ស្អាតអញ្ចឹងយើងលូកដៃលាងអត់បានទៅដល់ខាងក្នុងទេអញ្ចឹងយើងគួរតែដោះថាសទឹកហើយនិងដុំកង្ហារចេញនេះក្រោយពីខ្ញុំដោះដុំកង្ហារហើយយើងធ្វើការបាញ់សម្អាតលាងឃើញថាខាងក្នុងហើយនិងកញ្ច្រែងគឺស្អាតតែម្ដងបាទអញ្ចឹងបងមួយជើងរុនមិនបាច់បារម្ភទេមិនថាមិនមួយទេគឺឲ្យតែហៅជើងរុនគឺការលាងសម្អាតរបស់ខ្ញុំគឺយើងដោះបំបែកដូចនៅក្នុងវីដេអូនេះអញ្ចឹងបាទ